សូមជូនកម្មវិធីសាមគ្គីធម៌ CBP កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមូលនិធិសាមគ្គីធម៌ CBP និងមានគោលបំណង3យ៉ាង1ដើម្បីឲ្យមានសម្ព័ន្ធភាពរវាងពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស2ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យមានភាពទូលំទូលាយ3ដើម្បីឲ្យពុទ្ធបរិស័ទយល់ដឹងពីព្រះធម៌ផ្សារភ្ជាប់នឹងសង្គម5គឺរូបវេទនាសញ្ញាទី4សង្ខារទី5វិញ្ញាណដែលប្រកាន់ថាគឺជាខ្លួនប្រាណព្រះពុទ្ធទ្រង់ញាណថាជាអនត្តាធម៌អនត្តាពុំមែនខ្លួនឡើយព្រោះកើតឡើងហើយរលត់គ្រប់គ្រាមិនស្ដាប់បង្គាប់ធ្វើតាមបញ្ជានៅគ្រប់សង្ខារសត្វក្នុងភព3ទោះបីរូបកាយជាអនត្តាព្រះពុទ្ធត្រាស់ថាត្រូវមនុស្សប្រុសស្រីរក្សាថែទាំបំបត្តិរោគភ័យរស់យូរដើម្បីប្រតិបត្តិធម៌នៃដូចគ្នានេះចំពោះរដ្ឋខ្មែរត្រូវនាំគ្នាថែដោយសាមគ្គីគ្នាទឹកដីទ្រព្យជាតិរដ្ឋកម្ពុជារក្សាការពារឲ្យបានគង់វង្សនមត្ថរតនតយសៈញោមបងម្ចាស់សូមលើកហាត់ប្រណម្យបង្គំអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះរតនៈមានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃជារតនៈដ៏ដងឧត្តមស្មើដល់ជីវិតរបស់ខ្ញុំកណាដោយសេចក្តីត្រេកអរជ្រះថ្លាគ្រប់កាលទាំងពួងសូមក្រាបនមស្ការចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈដោយសេចក្តីជ្រះថ្លាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលគង់នៅក្នុងវត្តនិងអាស្រមទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមចម្រើនពរដល់សវនិកជនញោមញាតិប្រុសស្រីគ្រប់ទិសទីទាំងអស់ដែលបានតាមដានស្ដាប់នៅកម្មវិធីសាមគ្គីធម៌ដែលផ្សាយជារៀងរាល់ថ្ងៃចាប់ផ្ដើមពីម៉ោង9ព្រឹកដល់ម៉ោង10ព្រឹកនៅក្នុងប្រទេសខ្មែរនៅក្នុងថ្ងៃនេះជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរយើងកាន់ទុក្ខអាស្រ័យដោយមានការឃ្លាតចាកចំពោះអ្នកដែលជាទីស្រឡាញ់នៅក្នុងកម្មវិធីសាមគ្គីធម៌យើងនេះក៏បានប្រពហើយបង្កើតឡើងតាំងឡើងនៅនេះផ្សព្វផ្សាយនៅក្នុងឱវាទរបស់ព្រះរហន្តសម្មាសម្ពុទ្ធអស់រយៈកាល7ខែមកហើយក្រុមសាមគ្គីធម៌ខ្ញុំកណាធភាពគុណចាស់គ្រប់ព្រះអង្គទាំងអស់ញោមញាតិប្រុសស្រីសូមថ្វាយព្រះរាជកុសលចំពោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរសូមទ្រង់
អនុមោទនានៅកងការមហាកុសលដែលចេញពីទឹកបតីទឹកចិត្តដ៏សតុនរបស់គណៈគុណចាស់គ្រប់ព្រះអង្គញញឹតប្រស្រីគ្រប់គ្នាទាំងអស់ក្រុមសាមគ្គីធម៌ដែលបង្កបង្កើតឡើងពីក្រៅប្រទេសទៅណានៅក្នុងថ្ងៃនេះក៏ខ្ញុំគណៈអាត្មាភាពភិក្ខុសទ្ធម្មបញ្ញោនួនចន្ទថនណាហើយទីប្រចាំបន្ទប់ពធឈ្មោះមហាវិមុតនិងអរតនីនៅធម្មិកថាដោយថ្ងៃនេះមាន2ព្រះអង្គដើម្បីចូលរួមសម្ដែងជាធម្មបណ្ណាការទៅដល់ប្រជាពលរដ្ឋខ្មែរយើងទូទាំងពិភពលោកដែលផ្សាយអមទៅដោយកម្មវិធីសាមគ្គីធម៌យើងនេះណាហើយក្នុងថ្ងៃនេះក៏ខ្ញុំញាតិប្រុសស្រីគ្រប់គ្នាទាំងអស់នឹងបានស្ដាប់ណាការសន្ទនារវាងខ្ញុំកណានិងកណាកូនចាស់ភិក្ខុជាការាភិពងណាហ៊ឿនគឿនហើយអីឌីផ្ទាល់គឺវិសុទ្ធិមៈដែលជាសាមណនិស្សិតសិក្សារៀនសូត្រនៅប្រទេសថៃគណៈគុណចាស់ក៏បានចប់បរិញ្ញាបត្រខាងផ្នែកទស្សនវិជ្ជាណាហើយផងដែរហើយនឹងជាបេក្ខភាពបន្តនៅអនុបណ្ឌិតបន្ថែមទៀតផងដែរនៅក្នុងថ្ងៃនេះគណៈគុណចាស់នឹងចូលរួមសម្ដែងជាធម្មទានជាមួយខ្ញុំគណៈអាត្មាភាពហើយខ្ញុំគណៈនឹងលើកនៅប្រធានបទដែលជាពធសំស្របទៅជាមួយនឹងកាលៈទេសៈពេលវេលាដែលប្រទេសខ្មែរយើងនឹងមានកើតឡើងនៅក្នុងពេលថ្មីនេះផងដែរខ្ញុំគណៈចង់ឲ្យគណៈគុណចាស់អธิบายពយល់អំពីសេចក្តីទុក្ខណាសេចក្តីទុក្ខនេះគឺតើដាក់ស្អកកជាងខណាទុក្ខណាអានចេញអស់ទៅទុក្ខហើយបើសិនបើទុក្ខអីវ៉ាន់ទុក្ខអីសពគ្រប់បែបយ៉ាងហ្នឹងអត់មានជើងខដែលជាចេញជាអ្នកសញ្ញោគនេះនៅទេណាអញ្ចឹងសេចក្តីទុក្ខហ្នឹងកើតឡើងពីពេលណាតាំងនៅពេលណាហើយនឹងអាចរលត់ទៅនឹងពេលណាដែរសូមគណៈគុណចាស់និមន្តអธิบายស្រ័យបំភ្លឺទៅតាមកន្លងនៃព្រះពុទ្ធឱវាទរបស់ព្រះរហន្តសម្មាសម្ពុទ្ធសូមរតនានិមន្តនមត្ថុរតនតយសៈខ្ញុំកណាសូមលោកកំបងអញ្ជលីនមស្ការចំពោះប្រជុំ3នៃបរតនៈដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈដោយសេចក្តីគោរពព្រះថេរានុថេរៈមួយលើដោយពុទ្ធបរិស័ទប្រុសស្រីគ្រប់ព្រះអង្គគ្រប់រូបគ្រប់គ្នាទាំងអស់ទូទាំងប្រទេសក្នុងស្រុកនិងក្រៅស្រុកណាជាការមួយដែលយើងចូលរួមនៅក្នុងកម្មវិធីបុណ្យថ្ងៃនេះខ្ញុំគណៈអាត្មាភាពណាសូមអរតនាពធតកតងទៅនឹងរឿងសេចក្តីទុក្ខនៅក្នុងពុទ្ធសាសនាសេចក្តីទុក្ខមាននៅក្នុងទីណាគឺពេលណាដែលមាននៅខណ្ឌ5កើតឡើងគឺពេលនឹងមានសេចក្តីទុក្ខហើយទុក្ខនឹងមានប្រចាំខណ្ឌពេលណាដែលមានរូបខណ្ឌគំនោរូបវេទនាមាននៅការសោយអារម្មណ៍ពេលហ្នឹងក៏មានសេចក្តីទុក្ខពេលណាដែលមានសញ្ញាមាននៅការចងចាំពេលហ្នឹងក៏ត្រូវទៅជួបសេចក្តីទុក្ខព្រោះសញ្ញាពេលណាដែលមាននៅសង្ខារការតាក់តែងប្រជុំឡើងអាហ្នឹងក៏ត្រូវទៅជួបសេចក្តីទុក្ខពេលណាដែលមានវិញ្ញាណខណ្ឌទួលដឹងរឿងរ៉ាវទាំងឡាយទាំងពួងពេលហ្នឹងក៏ត្រូវទៅជួបសេចក្តីទុក្ខដូច្នេះសេចក្តីទុក្ខវាកើតឡើងប្រចាំខណ្ឌ5គ្រប់រូបគ្រប់នាមសត្វសង្ខារណាក៏ដោយដែលមាននៅខណ្ឌនេះឯងវាត្រូវជួបសេចក្តីទុក្ខពេលណាដែលខណ្ឌមិនមានពេលណាដែលរំលត់ខណ្ឌពេលណាដែលបែកធ្លាយខណ្ឌទៅសេចក្តីទុក្ខក៏វាបានបញ្ចប់ទៅទុក្ខព្រោះមាននៅរូបប្រខណ្ឌពេលណាដែលមានរូបពេលនឹងក៏ត្រូវសោយនៅសេចក្តីទុក្ខដោយប្រការផ្សេងទុក្ខវេទនាលំបាកលំបិនសពគ្រប់បែបយ៉ាងពីព្រោះរូបនឹងវាជាហេតុនៃសេចក្តីទុក្ខពេលណាដែលរូបបានបែកធ្លាយទៅយើងហៅថាស្លាប់ទៅ
សេចក្តីទុកដែលកើតព្រោះរូបហ្នឹងវាអស់ទៅក៏ពិតមែនក្នុងបច្ចុប្បន្នហ្នឹងតែវានៅសេចក្តីទុកដែលនៅជាប់ទៅដោយពួកវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌនៅតែមានចុតិហើយក៏បដិសន្ធិជួបសេចក្តីទុកជាបន្តទៀតណាដូច្នេះពេលណាដែលទទួលដឹងសោយនៅអារម្មណ៍វេទនាមានដូច្នេះពេលនឹងសត្វលោកទាំងឡាយក៏ត្រូវរងគ្រោះដោយសេចក្តីទុក្ខពេលណាដែលមានការចងចាំក៏ដោយមិនចងចាំក៏ដោយជាតួសញ្ញាហ្នឹងទទួលដឹងទទួលស្គាល់ចំណាំអាការៈផ្សេងដែលការឃើញការឮអីជាដើមពេលហ្នឹងសត្វទាំងឡាយក៏ត្រូវកើតនៅសេចក្តីទុក្ខលំបាកសង្ខារវិញ្ញាណនិងសេចក្តីទុក្ខវាបានបង្កប់នៅក្នុងខណ្ឌ5នឹងគឺអញ្ចឹងណាដូច្នេះយើងគ្រប់គ្នាសឹងតែក្នុងគំនោនៃសេចក្តីទុក្ខនៅក្នុងគំនោនៃសេចក្តីទុក្ខមិនថាមនុស្សប្រភេទណាស្រទាប់ណាអ្នកបួសមិនអ្នកបួសក្រហោះបព្វជិតគឺនៅក្នុងគំនោនៃសេចក្តីទុក្ខដូចគ្នាគឺសរុបមកយើងជាមនុស្សដែលរួមទុក្ខដូចគ្នាជាមិត្តរួមទុក្ខជាមិត្តរួមសេចក្តីទុក្ខដូចគ្នាក្នុងដំណើរនៃជីវិតអត់មាននរណាឡើយដែលមិនជួបទុក្ខទេគឺត្រូវសម្លឹងឲ្យឃើញពីសេចក្តីទុក្ខទោះជាមនុស្សកំពុងសោយសេចក្តីសុខនឹងក៏ដោយក៏ត្រូវសម្លឹងឲ្យឃើញទៅដល់ឫសគល់នៃទុក្ខដែលកំពុងតែមានគឺជីវិតរបស់យើងបានឈរនៅលើគំនោនៃសេចក្តីទុក្ខដូច្នេះទន្ទឹមនឹងសេចក្តីទុក្ខដែលមានយើងត្រូវឃើញត្រូវដឹងត្រូវមានបញ្ញាត្រូវយល់ត្រូវមានវិធីបាយយ៉ាងណាប្រើសតិស្មារតីបញ្ញាខ្លួនឯងយ៉ាងណាទទួលដោះស្រាយជាមួយសេចក្តីទុក្ខនឹងឲ្យវាត្រឹមត្រូវដោយឧបាយនៅក្នុងព្រះពុទ្ធសាសនាដ៏ល្អយើងមិនមែនគេចចេញពីសេចក្តីទុក្ខយើងមិនមែនព្យាយាមបំភ្លេចសេចក្តីទុក្ខទេទោះជាព្យាយាមគេចចេញក៏គេចមិនផុតនៅតែជួបទុក្ខទោះជាព្យាយាមបំភ្លេចក៏ភ្លេចមិនបាននៅតែជួបទុក្ខដូច្នេះយើងត្រូវរកវិធីសាស្ត្រឧបាយដើម្បីទទួលដោះស្រាយជាមួយសេចក្តីទុក្ខយ៉ាងសមរម្យត្រឹមត្រូវតាមព្រះពុទ្ធសាសនាគណានេះគឺមានប្រមាណប៉ុណ្ណេះណាគណៈសាធុសូមអរគុណដែលគណៈគុណចាស់បានអធិប្បាយអំពីដើមហេតុនៃការកើតឡើងនៅទុក្ខហើយទុក្ខតាំងនៅពេលណារលត់ទៅពេលណាសូមអរគុណអញ្ចឹងខ្ញុំគណៈមានសំណួរជាបន្តទៅទៀតណាសេចក្តីទុក្ខនឹងឯងណារឿងសេចក្តីទុក្ខហ្នឹងសេចក្តីទុក្ខដែលតាក់ទងនឹងសង្គមយើងបច្ចុប្បន្ននេះដែលក្នុងពុទ្ធសាសនាយើងហៅថាសម្បយោគទុក្ខតើសម្បយោគទុក្ខនេះមានអត្ថន័យសេចក្តីយ៉ាងណាដែរសូមគណៈកូនចាស់និមន្តជួយអธิบายនៅក្នុងអត្ថន័យសេចក្តីនេះផងណាសូមអរគុណគុណណាសម្បយោគទុក្ខទោះជួបរបស់ដែលវាមិនចង់ជួបរបស់ដែលមិនចង់បានរបស់ដែលមិនចង់បានជួបអ្វីដែលមិនចង់ជួបឃើញអ្វីដែលមិនចង់ឃើញឮអ្វីដែលមិនចង់ឮដឹងក្លិនដឹងរសនៅអ្វីដែលខ្លួនមិនចង់ដឹងមិនចង់បានដូច្នេះវាធ្វើឲ្យកើតសេចក្តីទុក្ខដូចជាសេចក្តីស្លាប់មរណៈនឹងអញ្ចឹងមាននរណាចង់ជួបទេអត់ចង់ជួបទេដូច្នេះទោះជាមិនចង់ជួបក៏ត្រូវតែជួបការដែលជួបនៅអ្វីដែលមិនចង់ជួបអ្វីដែលមិនចង់បាននឹងគឺជាសេចក្តីទុក្ខមួយនៅក្នុងសង្គមភាពទុក្ខព្រួយភាពលំបាកអត់ឃ្លានគំរាមកំហែងសេចក្តីទុក្ខផ្សេងនៅក្នុងសង្គមឬក៏នៅក្នុងជីវិតដែលយើងអត់ចង់ជួបទេយើងព្យាយាមគេចក៏ប៉ុន្តែគេចវាមិនផុតវាត្រូវតែជួបនឹងគឺជាសម្បយោគទុក្ខហេតុអីបានវាជាទុក្ខពីព្រោះទំនោរនៃទឹកចិត្តទំនោរនៃផ្លូវចិត្តនឹងឯងគឺវាមិនចង់បានវាបដិខៈវាតោមនោះវាបន្ទុះសារាយជាមួយអារម្មណ៍នឹងប៉ុន្តែពេលណាដែលវាទៅជួបនៅអារម្មណ៍នឹងមកវារមែងបន្ថែមនៅសេចក្តីទុក្ខទុក្ខទី1គឺផ្លូវចិត្តដែលមិនចង់បាននឹងទៅហើយទុក្ខទី2ពេលដែលបានជួបមកវាហាក់ដូចជាយកចម្បើងទៅបំពក់បន្ថែមជាប្រការទី2អញ្ចឹងអានឹងគឺអញ្ចឹងក្នុងសង្គមនិយាយរួមទៅក្នុងដំណើរជីវិតមនុស្សគ្រប់គ្នាមានជាហោហែមិនមាននរណាគេចបានទេរឿងសម្បយោគទុក្ខហ្នឹងកាលណាជាម្ចាស់ញាតិញោមពុទ្ធបរិស័ទយើងទូទៅយើងឃើញជាក់ស្ដែងយ៉ាងណាគឺមនុស្សគ្រប់គ្នាព្យាយាមគេចពី
ពីអ្វីដែលខ្លួនឯងមិនចង់ជួបមិនចង់បានក៏ប៉ុន្តែវានៅតែជួបអញ្ចឹងណាពូដោយតែលើកពីខាងដើមអញ្ចឹងខណ្ឌ5ហ្នឹងវាជាសម្បុកនៃទុក្ខវាជាប្រភពនៃសេចក្តីទុក្ខពេលណាដែលមានខណ្ឌ5ហើយដែលថាមិនឲ្យជួបនៅវិបត្តិនៅភយន្តរាយមិនឲ្យជួបនៅអ្វីដែលមិនចង់ជួបនឹងមិនបានទេវាត្រូវតែជួបអញ្ចឹងឯងដូច្នេះយើងដឹងសេចក្តីពិតថាសេចក្តីទុក្ខដែលជាសម្បយោគទុក្ខយើងកិច្ចមិនបានរត់មិនផុតយើងត្រូវមានបញ្ញាទទួលដោយមានសតិដោយមានហេតុដោយមានផលដោយមាននៅបញ្ញាឃុំគ្រងខ្លួនឯងបានយើងជួបវិបត្តិជួបភយន្តរាយជរាព្យាធិមរណៈមានមកក៏ពិតមែនសត្វសង្ខារណាដែលជាទីស្រឡាញ់អ្វីផ្សេងវិន័យវិន័យទៅយ៉ាងណាក៏ដោយឬយើងជួបសេចក្តីទុក្ខដោយប្រការណានីមួយក្នុងជីវិតក៏ដោយដែលយើងមិនចង់បានយើងត្រូវដោះស្រាយជាមួយនឹងចិត្តរបស់យើងត្រូវចេះហ្វឹកហាត់ចិត្តរបស់យើងមិនចង់បានវានៅតែបានយើងមិនចង់ជួបវានៅតែជួបដូច្នេះដើម្បីយើងដោះស្រាយបានគឺយើងត្រូវហ្វឹកហាត់ចិត្តរបស់យើងយ៉ាងណាដោះស្រាយយ៉ាងណាជាមួយនឹងអ្វីដែលយើងមិនចង់ជួបនឹងឲ្យវាល្អឲ្យវាប្រពៃគឺយើងជួបទាំងមានសតិយើងជរាតែយើងមានសតិយើងមិនទុកទោមនោះនឹងស្បែកជ្រាវជ្រួយនឹងទេយើងមិនទុកទោមនោះនឹងសេចក្តីទុកជំងឺដំកាត់ដែលកើតនៅក្នុងរូបកាយទេយើងដឹងយើងយល់ថាវាកើតពីណាមានកម្មជាបច្ច័យមានឧតុមានអាហារមានចិត្តជាបច្ច័យមានអ្វីបច្ច័យខាងក្រៅខាងក្នុងដែលធ្វើឲ្យសេចក្តីទុកទាំងឡាយនឹងមានយើងមានសតិមានបញ្ញាយើងទទួលស្គាល់បានយើងមិនបដិខៈមិនទោមនោះយើងដោះស្រាយក្នុងជីវិតរបស់យើងយ៉ាងរស់នៅជាសុខអានេះថាយើងជួបទុក្ខតាមផ្លូវកាយក៏ពិតមែនក៏ប៉ុន្តែសន្តានចិត្តនៅតែជាសុខរាងកាយនឹងក្រសាប់ក្រសាយអន្ទះអន្ទែងដោយសេចក្តីទុក្ខដែលមិនចង់ជួបដែលជាតួសម្បយោគៈនឹងក៏ពិតមែនតែសន្តានចិត្តរបស់បុគ្គលដែលបានអប់រំនឹងឯងចម្រើនទៅដោយគុណធម៌មាននៅសិលមាននៅភាវនាមាននៅការអប់រំដែលបានវាធ្វើឲ្យចិត្តមិនញាប់ញ័រវាធ្វើឲ្យចិត្តមិនរំពើបញាប់ញ័រទៅតាមសេចក្តីទុក្ខដែលកំពុងតែជួបអញ្ចឹងនេះហៅថាយើងចេះដោះស្រាយជាមួយសេចក្តីទុក្ខដែលកំពុងកើតឡើងហេតុអ្វីក៏យើងត្រូវដោះស្រាយសេចក្តីទុក្ខកន្លែងហ្នឹងគឺត្រូវតែដោះស្រាយដែលមិនដោះស្រាយហ្នឹងវារឹតតែបន្ថែមទុក្ខឲ្យយើងអានេះជាលក្ខណៈរបស់មនុស្សខ្វះសតិយើងទោះជាយើងប្រឹងប្រែងកិច្ចចេញយើងប្រឹងប្រែងយំសោកសឹកសួលក៏វាត្រូវតែជួបអញ្ចឹងដូច្នេះទន្ទឹមនឹងការសឹកសួលទន្ទឹមនឹងការបដិខៈទោមនោះយើងប្រើបញ្ញានាំមុខទៅវិញយើងទទួលស្គាល់បានប្រត់ប្រាស់និរិះយ៉ាងណាយើងទទួលស្គាល់បានយើងឃើញហេតុបច្ច័យរបស់សង្ខារធម៌នឹងវាយ៉ាងណាយើងឃើញសង្ខារធម៌នឹងវាកើតវារលត់យ៉ាងណាយើងឃើញរូបរាងកាយនឹងវាមានច្បាប់មានទម្លាប់ទៅតាមធម្មនិយមច្បាប់របស់ធម្មជាតិយ៉ាងណាយើងទៅតាមយើងអត់ទុកទោមនោះបដិខៈថាហេតុអីក៏វាអញ្ចឹងយើងមិនប្រើពាក្យថាហេតុអ្វីបានវាអញ្ចឹងទេតែយើងបានយល់យើងប្រើពាក្យថាវាអញ្ចឹងឯងគឺវាយ៉ាងនឹងឯងវាអញ្ចឹងឯងវាយ៉ាងនឹងឯងអានឹងគឺជាការយល់របស់មនុស្សដែលបានយល់អំពីសម្បយោគទុក្ខនឹងច្បាស់លាស់យើងមិនឆ្ងល់ថាហេតុអ្វីបានជាត្រូវចាស់ជរាត្រូវប្រត់ប្រាស់និរិះហេតុអ្វីក៏វាអញ្ចឹងគឺយើងមិនអញ្ចឹងទេយើងមានសតិយើងយល់ដោយហេតុដោយផលហើយទទួលបានជាមួយនឹងសម្បយោគទុក្ខដែលកំពុងតែកើតឡើងគឺជួបនៅរបស់ដែលមិនចង់ជួបបាននៅរបស់ដែលមិនចង់បានហៅថាសម្បយោគទុក្ខក្នុងសង្គមនឹងក៏ណាគឺមានប្រមាណប៉ុណ្ណេះណាកណាសាធុសូមអរគុណខ្ញុំកណាស្ដាប់ការអធិប្បាយរបស់កណាគុណចាស់មកឃើញការជួបណារបស់ដែលជាទុកហ្នឹងក៏វាជាទុកណាហើយចង់បញ្ជាក់បន្ថែមទៀតថាចុះបើសិនមកយើងសម្លឹងឃើញទៅវាសិតតែជាតួនៃទុកហើយដែលកើតចេញមកពីខណ្ឌ5ហ្នឹងសំប្រកបជាមួយនឹងសុភាសិតដែលព្រះអង្គត្រាស់សម្ដែងថាណដ្ឋិខន្ធាសមាទុក្ខាណាទុកណាស្មើដោយខណ្ឌទាំងឡាយ5ហ្នឹងมันមានណាអញ្ចឹងតើយើងអាចយកសម្លឹងមើលនៅក្នុងសេចក្តីទុកហ្នឹងឲ្យចេញជាសុខបានទេណាឲ្យចេញមកផល
ផលវិបាកជាសុខបានទេព្រោះអំណាចនៃការឃើញនៅសេចក្តីទុក្ខនឹងសូមអរតនានិមន្តណាគុណាដោយដែលបានលើកឡើងអញ្ចឹងដូចជាអណ្ដាតដែលនៅក្នុងកណ្ដាលនៃធ្មេញខាងលើនិងខាងក្រោមធ្មេញទំពាបាយខំទៅកឹបកាប់ក៏ពិតមែនវាហាក់ដូចជាតួនៃបញ្ហាតួនៃសេចក្តីទុក្ខក្នុងជីវិតដូចជាធ្មេញខាងលើខាងក្រោមយើងមិនចេះរស់នៅនឹងត្រូវដំបៅអណ្ដាតដាច់អណ្ដាតដោយសារធ្មេញវាខំនឹងបើយើងអត់ចេះរស់នៅក្នុងសេចក្តីទុក្ខយើងត្រូវទុក្ខនឹងឯងបៀតបៀនត្រូវសេចក្តីទុក្ខគ្រប់សង្កត់ក៏ប៉ុន្តែយើងបត់បែននៅក្នុងសេចក្តីទុក្ខក៏ពិតមែនតែយើងមានសតិបញ្ញាយើងយល់កាលៈទេសៈដូចជាអណ្ដាតយ៉ាងរលាស់រលែងយ៉ាងណាសំបីនៅក្នុងពាក់កណ្ដាលនៃធ្មេញខាងលើខាងក្រោមប៉ុន្តែអណ្ដាតនឹងវានៅជាសុខវាបត់បែនបានរលាស់ចេញរលាស់ចូលបានយ៉ាងណាមនុស្សក្នុងសង្គមអរិយបុគ្គលដែលបានអប់រំខ្លួនមកមាននៅបញ្ញាដឹងណដ្ឋិខន្ធៈសមាទុក្ខាខណ្ឌ5វិជាទុក្ខដូច្នេះនៅក្នុងកណ្ដាលនៃសេចក្តីទុក្ខដែលខណ្ឌ5មានគឺយើងគិតអត់បានទេប៉ុន្តែយើងត្រូវចេះច្នៃមកវិញមកទន្ទឹមនឹងសេចក្តីទុក្ខដែលមានក្នុងនោះក៏វាមានសេចក្តីសុខដែលត្រូវយើងសម្លឹងឲ្យឃើញសុខបានក្នុងទុក្ខក៏អាចយើងសម្លឹងឃើញសុខក៏បានក្នុងអាក្រក់ហ្នឹងក៏វាមានល្អបង្កប់នៅក្នុងនឹងអ្វីមួយយ៉ាងនៅក្នុងនឹងដែលយើងត្រូវមើលឲ្យឃើញក្នុងរឿងដែលក្រោតក្រៀតហ្នឹងក៏វាមានអ្វីដែលល្អិតនៅក្នុងនឹងដែលយើងត្រូវមើលឲ្យឃើញដូច្នេះមាននៅបញ្ញាដូចដែលលើកឡើងអញ្ចឹងមាននៅបញ្ញាវេកញែកឲ្យបានច្បាស់លាស់យើងទទួលព្រមបានអ្វីដែលកើតឡើងយើងដឹងថាវាកើតដោយសារអ្វីយើងទទួលបានយើងមិនបន្ទោសអ្នកដទៃមិនបន្ទោសខ្លួនឯងយើងមិនអន្ទះអន្ទែងមិនច្រឡោតមិនតវ៉ាមិនជាមនុស្សខ្វះហេតុផលទេយើងរស់នៅបានយ៉ាងមានសេចក្តីសុខខណ្ឌ5ហ្នឹងវាជាទុក្ខក៏ពិតមែនណាប៉ុន្តែវាជាទុក្ខដោយសារការប្រកាន់ទុក្ខហ្នឹងវេកបានជាច្រើនយ៉ាងទុក្ខមួយយ៉ាងគឺព្រោះកម្មចាស់ពីអតីតឲ្យផលមកយើងជួបសេចក្តីទុក្ខមួយយ៉ាងដែលកើតនៅក្នុងជីវិតក៏ព្រោះតែការប្រកាន់ការប្រកាន់មំនៅក្នុងរូបអញ្ចឹងរូបប្រែប្រួលទៅវិនិច្ឆ័យទៅជួបសេចក្តីទុក្ខរូបខាងក្នុងគឺរូបខ្លួនឯងដែលប្រែប្រួលទៅចាស់ជរាទៅបាត់បង់ទៅជួបសេចក្តីទុក្ខរូបខាងក្រៅដែលយើងប្រកាន់តែភរិយាស្វាមីអ្វីក៏ដោយដូចជាទីស្រឡាញ់របស់យើងពេលដែលការប្រកាន់ដោយការមុបាទានជាដើមប្រកាន់មំទៅរូបនឹងប្រែប្រួលទៅយើងជួបសេចក្តីទុក្ខនេះសេចក្តីទុក្ខក្នុងបច្ចុប្បន្នដែលកើតព្រោះអំណាចនៃកិលេសជាហេតុដូច្នេះសេចក្តីទុក្ខត្រង់ចំណុចនេះយើងច្នៃបានយើងផ្ដាច់បងបានដោយការអប់រំចិត្តដោយការសិក្សាដោយការបរិបត្តិយើងមានបញ្ញាយើងមិនប្រើការប្រកាន់ទៅដោយតួតណ្ហាតួឧបាទាននឹងទេយើងប្រើបញ្ញានាំមុខទៅវិញដូច្នេះទន្ទឹមនឹងសេចក្តីទុក្ខដែលវាកើតដោយសារការប្រកាន់មំនឹងប្រត់ប្រាស់និរិះទៅវាកើតទុក្ខព្រោះការហួងហែងតែយើងមានបញ្ញាវាទៅជាឃើញថាជារឿងធម្មតាសម្រាប់ជីវិតហើយមាននៅបញ្ញាយល់ហើយវាយល់បានច្បាស់ទៅទៀតនឹងបដូរពីសេចក្តីទុក្ខមកជាសេចក្តីសុខគឺសុខក្នុងបច្ចុប្បន្នដោយបញ្ញារស់នៅបាននឹងគឺប្រមាណប៉ុណ្្នឹងណាសូមកណាជាម្ចាស់ទានជ្រាបណាគណៈសាធុសូមអរគុណគណៈកញ្ចាស់ដែលបានជួយអធិប្បាយនៅក្នុងបញ្ហាកម្មនេះខ្ញុំគណៈមើលឃើញពាក្យខ្មែរយើងដែលនិយមប្រើជាទីបំផុតណាមនុស្សយើងធម្មតាយើងហៅថាមរណៈទុក្ខណាហើយប្រសិនបើជាស្ដេចទៅហៅថាព្រះមរណៈទុក្ខពិចារណាពាក្យហ្នឹងទៅថាទុក្ខនៃសេចក្តីស្លាប់ណាទុក្ខនៃសេចក្តីស្លាប់ហ្នឹងខ្ញុំកណាចង់សួរថាតើអ្នកដែលស្លាប់ទៅហើយនឹងជាទុក្ខឬក៏ថាអ្នកដែលសោយទៅហើយនឹងសោយទីវង្គតទៅហើយនឹងជាទុក្ខឬអ្នកដែលរស់នៅនឹងឯងជាអ្នកទទួលនៅសេចក្តីទុក្ខសូមកណាកូនចាស់ជួយបញ្ជាក់នៅក្នុងបញ្ហានឹងបន្ថែមបន្តិចផងនៅក្នុងសម្ពយុគទុក្ខនេះណាអរគុណគុណណាមរណៈទុក្ខព្រោះសេចក្តីស្លាប់ឬក៏ទុក្ខក៏គឺសេចក្តីស្លាប់នឹងឯងណាសេចក្តីស្លាប់នឹងយើងអាចនិយាយបានថាវាជាទុក្ខសម្រាប់អ្នកស្លាប់មិនបានទេពីព្រោះអ្នកស្លាប់នឹងវាស្លាប់ទៅហើយចែកឋានទៅហើយមរណៈទៅហើយមិនអាចដឹងថាវាលំបាកយ៉ាងណាទេក៏ប៉ុន្តែ
សេចក្តីស្លាប់នឹងឯងវាជាទុកសម្រាប់អ្នកដែលនៅរស់អ្នកដែលស្លាប់នឹងពេលដែលមុននឹងស្លាប់នឹងក៏ត្រូវជួបសេចក្តីទុកនឹងវាជាភ័យដោយអាចថាវាជាភ័យនៃជីវិតមុននឹងដល់នៅមរណាសន្តិជីវ័នមុននឹងដល់នៅការដាច់ខ្យល់ដាច់ដង្ហើមនឹងឯងក៏វាត្រូវជួបសេចក្តីទុកភ័យតក់ស្លុតផ្សេងៗដូច្នេះអានឹងក៏គឺជាសេចក្តីទុករបស់អ្នកដែលមុននឹងស្លាប់ហើយក៏ស្លាប់ទៅចែកឋានទៅហើយមួយយ៉ាងទៀតអ្នកដែលនៅរស់នេះក៏វាត្រូវជួបដូចគ្នាវាកិច្ចអត់បានគ្រប់គ្នាកិច្ចអត់បានទេដូចដែលបានលើកឡើងពីមុនអញ្ចឹងវាជាគំនុះមួយវាជាបតតឋានមួយដែលគ្រប់គ្នាត្រូវចូលទៅដល់អត់មាននរណាត្រូវកិច្ចបានទេហើយយើងមិនត្រូវដោយសភាវៈពិតសេចក្តីស្លាប់ដោយធម្មជាតិគឺមិនមែនរឿងត្រូវភ័យត្រូវតក់ស្លុតទេដែលយើងភ័យតក់ស្លុតពីព្រោះនៅអំណាចកិលេសនៅអំណាចតណ្ហានៅអំណាចការហួងហែងខ្លួនហើយនឹងអ្នកដតីរបស់របរជុំវិញដូច្នេះសេចក្តីស្លាប់វាមើលទៅហាក់ដូចជាតក់ស្លុតតែដោយសភាវៈពិតវាត្រូវតែអញ្ចឹងជាច្បាប់ធម្មជាតិវាអញ្ចឹងដល់ចំណុចហ្នឹងគឺវាអញ្ចឹងអត់មែនត្រូវតក់ស្លុតទេតែអ្វីដែលយើងគួរគិតហ្នឹងយើងគួរយកសេចក្តីស្លាប់នឹងឯងមកជាគ្រឿងដាស់តឿនសតិមកជាគ្រឿងដាស់តឿនសតិវាស់រវាងជីវិតដែលនៅរស់ហើយនឹងចូលទៅកាន់សេចក្តីស្លាប់នោះជីវិតនៅខ្យល់ដង្ហើមចេញចូលប្រមាណដងនៅអាយុជីវិតប្រមាណថ្ងៃប្រមាណខែប្រមាណឆ្នាំក្នុងរវាងនេះដែលយើងត្រូវធ្វើអ្វីដែលយើងដោះស្រាយយ៉ាងណាយើងត្រូវច្នៃប្រឌិតយ៉ាងណាយើងត្រូវជួយយ៉ាងណាយើងត្រូវកែខៃយ៉ាងណាត្រូវហ្វឹកហាត់ខ្លួនយ៉ាងណានេះជីវិតដែលនៅសល់នៅរស់នៅនេះវាជារឿងសំខាន់ស្លាប់នឹងវាមានច្រើនយ៉ាងស្លាប់ព្រោះមរណៈសេចក្តីស្លាប់ដែលជាតួមរណៈទុកដាច់ខ្យល់ដង្ហើមនឹងមួយស្លាប់មួយយ៉ាងទៀតអតីតជីវិតដែលយើងកន្លងទៅណាអាយុ30 40 60ឆ្នាំហើយហ្នឹងអតីតដែលកន្លងទៅហ្នឹងឈ្មោះថាស្លាប់អស់ហើយហេតុអីក៏យើងមិនតក់ស្លុតមិនភ័យជាមួយអតីតដែលអស់ហ្នឹងទៅផងយើងមកភ័យទៅជាមួយនឹងអនាគតដែលជាតួមរណៈមិនតាន់មកដល់សេចក្តីស្លាប់ហ្នឹងវាស្លាប់គ្រប់ខណៈចិត្តវាស្លាប់គ្រប់ជីវិតគ្រប់ខ្យល់ដង្ហើមចេញចូលដែលវាកន្លងទៅបន្តិចម្ដងពេលដែលស្ដាប់ព្រះធម៌ហ្នឹងអញ្ចឹងមួយវិនាទីកន្លងទៅនេះវាស្លាប់គ្រប់ខណៈយើងត្រូវឃើញគុណតម្លៃយើងត្រូវឃើញថាជីវិតដែលអស់ទៅកំពុងស្លាប់នេះយើងបានសាងអ្វីខ្លះទេដែលយើងបានសាងប្រយោជន៍អ្វីខ្លះហើយឬនៅឬវាស្លាប់ទៅទាំងទៅទេវាស្លាប់ទៅទាំងវាអត់ប្រយោជន៍ជីវិតដែលស្លាប់ទៅនឹងវាអស់ប្រយោជន៍វាអត់ប្រយោជន៍នឹងវាអត់មានប្រយោជន៍អីសោះអត់បានសាងអ្វីសោះហើយវាធ្វើឲ្យអស់ទៅទាំងទៅទេយើងគិតមកយើងស្ដាយជីវិតប៉ុណ្ណាយើងស្ដាយពេលវេលាប៉ុណ្ណាជីវិតដែលអស់ទៅនឹងអតីតមកនឹងអាយុប៉ុណ្ណឹងហើយហ្នឹងដូច្នេះរឿងមរណៈអនាគតនេះវាជារឿងមួយជាគំនុះមួយដែលត្រូវដើរដល់មិនមែនជារឿងត្រូវតក់ស្លុតទេតែអ្វីដែលសំខាន់គឺជីវិតដែលនៅសល់ត្រូវសាងយើងត្រូវជាម្ចាស់ការខ្លួនឯងសាងសេចក្តីសុខឲ្យខ្លួនឯងបើដឹងតែខ្លួនជាទីស្រឡាញ់របស់ខ្លួនឯងត្រូវសាងសេចក្តីសុខឲ្យខ្លួនឯងអត្តានញ្ញេបយ៉ាងចេញយារខយនាំងសុរខិតាំងបើដឹងតែខ្លួនជាទីស្រឡាញ់ហើយត្រូវសាងខ្លួនវាមិនមែនដឹងថាជីវិតនៅសល់ខ្លួនជាទីស្រឡាញ់ហើយត្រូវតែសប្បាយត្រូវតែក្អាកក្អាយត្រូវតែរីករាយវាមិនមែនអញ្ចឹងទេព្រោះអារឿងអស់ហ្នឹងវាអស់ទៅហើយវាអត់មានគេឈ្មោះអីនៅសល់ទេវាមានតែគេឈ្មោះអាក្រក់ទូរយសឲ្យគេដែលនៅរស់គេទទួលស្គាល់ប៉ុណ្ណឹងដូច្នេះយើងត្រូវសាងអ្វីឲ្យវាដកជាប់ក្នុងចិត្តអ្នកដទៃការចងចាំរបស់អ្នកដទៃឲ្យវាជាប្រយោជន៍ទាំងរូបធម៌ទាំងនាមធម៌ទាំងរូបធម៌ហ្នឹងគឺទាំងរបស់ដែលប្រើប្រាស់របស់ស្ថាបនារបស់ជួយក្នុងសង្គមឲ្យវាមានដែលមិនតាន់មានហើយដែលជានាមធម៌ហ្នឹងឲ្យវាមាននៅក្នុងចិត្តរបស់អ្នកដទៃវាសំខាន់កន្លែងហ្នឹងជីវិតដែលនៅសល់នៅសាងអញ្ចឹងគឺត្រូវសាងត្រូវច្នៃប្រឌិតជីវិតរបស់ខ្លួនឯងដែលនៅសល់ឲ្យមានប្រយោជន៍អត្តានញ្ញេបយ៉ាងចេញយាអតីតស្លាប់ទៅក៏ស្លាប់ទៅចុះតែអស់ទៅទាំងមានប្រយោជន៍អនាគតដែលនឹងត្រូវមកដល់ក៏ជាគំនុះមួយជាទិសដៅមួយដែលមកដល់ទាំងមាននៅកិត្តិយសមាននៅគេឈ្មោះគឺបានន័យថាដល់គំនុះនៃសេចក្តីស្លាប់ព្រមស្លាប់ទាំងមានកិត្តិយសព្រមស្លាប់ទាំងមានគេឈ្មោះពីព្រោះកតបកិច្ចនីតិដែលត្រូវធ្វើយើងបានធ្វើរួចហើយជីវិតដែលនៅរស់យើងបានធ្វើរួចហើយជីវិតដែលស្លាប់ទៅក៏ស្លាប់ទៅចុះតែអ្វីដែលធ្វើកតបកិច្ចវាបានធ្វើរួចអស់ហើយដូច្នេះរស់នៅទាំងមានប្រយោជន៍ស្លាប់ទៅក៏ទាំងមានន័យវាបង្កប់ន័យហ្នឹងប៉ុន្តែខ្ញុំកណាហ្នឹងក៏ឆ្លើយបញ្ហាមានប្រមាណប៉ុណ្ណេះសូមកណាគុណចាស់ទានជ្រាបកណាសាធុសូមអរគុណកណាគុណចាស់វិសុទ្ធិមៈណា
nhâm cả ná trong xuaបញ្ជាក់បន្ថែមទៀតនៅក្នុងសេចក្តីទុកមួយប្រការទៀតដែលហៅថាវិបយោគតុកវិបយោគតុកនេះជាគូជាមួយនឹងសម្បយោគតុកតើអត្ថន័យនៃពាក្យថាវិបយោគតុកនឹងកូនចាស់សិក្សាបរិបត្តិនៅក្នុងពុទ្ធសាសនានេះយល់ថាយ៉ាងណាដែរដែលឈ្មោះថាជាវិបយោគតុកសូមនិមន្តអធិប្បាយតាមសំគួរណាគូណាវិបយោគតុកជាគូជាមួយសម្បយោគតុកវិបយោគតុកនេះទុកព្រោះប្រត់ប្រាស់នៅអ្វីដែលវាមិនចង់ឲ្យប្រត់បាត់បង់នៅអ្វីដែលមិនចង់ឲ្យបាត់បង់វាផ្ទុយពីសម្បយោគៈហ្នឹងវាបាននៅអ្វីដែលមិនចង់បានជួបអ្វីដែលមិនចង់ជួបដល់ទៅវិបយោគៈហ្នឹងវាប្រត់ប្រាស់អ្វីដែលមិនចង់ឲ្យប្រត់ប្រាស់បាត់បង់អ្វីដែលមិនចង់ឲ្យបាត់បង់កូនប្រពន្ធជាទីស្រឡាញ់ភរិយាស្វាមីជាទីស្រឡាញ់សាច់សារហិតជាទីស្រឡាញ់ហ្នឹងរបស់ដែលយើងមិនចង់ឲ្យបាត់បង់ទេយើងចង់ឲ្យនៅជាមួយខ្លួនយើងជានិច្ចក៏ប៉ុន្តែវានៅមិនបានវាត្រូវវិនិច្ឆ័យទៅប្រែប្រួលទៅអានឹងហៅថាវិបយោគៈទុកព្រោះវិនិច្ឆ័យបាត់បង់នៅអ្វីចង់ឲ្យបាត់បង់នឹងដោយសង្កត់ធ្ងន់ទៅក៏គឺការប្រកាន់ការហួងហែងការប្រកាន់ការហួងហែងនឹងជាតួនៃវិបយោគៈទុកជាតួនៃឧបាទានមិនថាប្រកាន់ដោយការឧបាទានទិដ្ឋុបាទានអីជាដើមឬក៏ការប្រកាន់ខ្លួនដែលជាតួអត្តវាទុបាទានហួងហែងខ្លួនដោយប្រការណានៃមួយផ្សេងមិនចង់ឲ្យចាស់មិនចង់ឲ្យជរាព្យាធិទេមិនចង់ឲ្យជួបសេចក្តីស្លាប់ផ្សេងទេការហួងហែងនឹងឯងវាហួងហែងយ៉ាងណាក៏វានៅតែប្រព្រឹត្តទៅតាមក្រសែធម្មជាតិដូច្នេះអ្វីដែលវាកងទៅនឹងឯងដែលយើងខំហួងហែងហើយវាមិនបាននៅអ្វីដែលយើងហួងហែងនឹងវាធ្វើឲ្យយើងជួបសេចក្តីទុក្ខនឹងហៅថាវិបយោគទុក្ខព្រោះប្រត់ប្រាស់នៅអ្វីដែលមិនចង់ឲ្យប្រត់ប្រាស់ហួងហែងអ្វីហើយវាមិនបាននៅអ្វីហ្នឹងវាប្រត់ប្រាស់នៅអ្វីដែលយើងមិនចង់ឲ្យប្រត់ប្រាស់នឹងគឺអញ្ចឹងក្នុងជីវិតគ្រប់គ្នាពួកក្នុងសង្គមមានជាលំដាប់ជាហូរហែទុក្ខច្រើនប្រការណាស់ដែលសង្គមយើងជួបហើយយើងដោះស្រាយសេចក្តីទុក្ខទាំងឡាយទាំងពួងហ្នឹងដោះស្រាយទៅជាមួយនឹងចុងមេឃធាងរបស់បញ្ហាចុងមេឃធាងរបស់សេចក្តីទុក្ខយើងអត់បានដោះស្រាយទៅដល់ឫសគល់ទៅដល់ឫសកែវទៅដល់មូលដ្ឋានគ្រឹះខាងដើមរបស់សេចក្តីទុក្ខទាំងឡាយទាំងពួងនឹងទេតួយ៉ាងដូចជាវិបយោគទុក្ខប្រត់ប្រាស់នៅអ្វីមិនចង់ឲ្យប្រត់ប្រាស់អញ្ចឹងយើងខំកែច្នៃចាស់ជរាយើងខំកែច្នៃមិនឲ្យចាស់ទេមិនឲ្យជរាទេអវយវៈរាងកាយផ្សេងយើងច្នៃប្រឌិតយ៉ាងណាឲ្យវានៅតែក្មេងក៏ប៉ុន្តែវាទៅមិនបានណាពូវាទៅមិនបាននេះគេហៅថាដោះស្រាយវិបយោគទុក្ខដោះស្រាយទៅនឹងចុងនឹងមេឃនឹងធាងរបស់បញ្ហារបស់ទុក្ខតែឫសគល់ឫសកែវគឺតួខណ្ឌយើងអត់បានដោះស្រាយទេតួរូបខណ្ឌយើងអត់បានដោះស្រាយទេតួកាមឧបាទានដែលប្រកាន់ព្រោះសេចក្តីស្រឡាញ់ការហួងហែងនឹងវាធ្វើយើងជួបសេចក្តីទុក្ខយើងអត់បានដោះស្រាយទេដូច្នេះយើងត្រូវដោះស្រាយទៅដល់ឫសគល់ឫសកែវរបស់បញ្ហាឫសគល់ឫសកែវរបស់សេចក្តីទុក្ខព្រះពុទ្ធសាសនាមានចម្លើយទាំងឡាយទាំងពួងនេះព្រះពុទ្ធសាសនាមានមាត្រដ្ឋានច្បាស់លាស់ជាមួយចម្លើយទាំងឡាយទាំងពួងនេះដូច្នេះជីវិតរបស់បុគ្គលដែលរស់នៅក្នុងក្រសែនៃធម៌រស់នៅក្នុងក្រសែនៃការប្រព្រឹត្តបដិបត្តិបានយល់ពីធម្មជាតិយ៉ាងណាដែលព្រះអង្គសម្ដែងអនិច្ចាវតសង្ខារាអីណាសង្ខារវាអត់ទៀងទេវតៈនឹងជាតួការពំណូលជាតួនៃការបញ្ជាក់ថាវាអញ្ចឹងណាវាអញ្ចឹងមែនណាវាមិនមែនត្រឹមតែនិយាយគឺវាអញ្ចឹងមែនណាវតៈនឹងវាបញ្ជាក់អញ្ចឹងគឺអនិច្ចានឹងគឺបញ្ជាក់ថាសង្ខារធម៌ទំនៀមរបស់សង្ខារធម៌ច្បាប់របស់រូបខណ្ឌរបស់វេទនាសញ្ញាសង្ខារវិញ្ញាណនេះឯងគឺវាអនិច្ចាវាអញ្ចឹងឯងឧបាទវយធម្មិណោហើយលក្ខណៈរបស់សង្ខារធម៌គឺវាកើតឧបាទៈវាកើតចឹងឯងហើយក៏វយធម្មិណោវាក៏រលត់ទៅវិញជាច្បាប់របស់ធម្មជាតិនឹងគឺអញ្ចឹងឧបจิตវានិរិឆន្តិកើតហើយក៏ត្រូវបែកធ្លាយទៅទេសង្វូបសមោសុខោវាតល់ទៅចូលទៅរំលត់នៅឫសគល់ឫសកែវរំលត់នៅសង្ខារនឹងឲ្យវាអស់ទៅឲ្យវាស្ងប់សង្ខារធម៌នឹងទៅវាសុខោវាជាវាជួបនៅសេចក្តីសុខទៅបានសុខដ៏ពិតប្រាកដទៅបាន
សុខដល់ពិតប្រកបទៅបានបើមិនបានរងាប់មិនបានរំលត់នៅសង្ខារធម៌ឲ្យអស់ឬគល់ឬកែវទេសេចក្តីទុក្ខក៏វានៅតែជាប់តាមរឿយនឹងសត្វលោកនឹងដេកត្រាំនៅក្នុងសេចក្តីទុក្ខទៅបុរាណខ្មែរយើងនឹងហៅថាសត្វលោកគោកត្រៃលក្ខសង្សារចៈវិលមិនដល់ណាត្រៃលក្ខដែលជាទុអនិច្ចំទុក្ខំអនត្តានឹងត្រៃលោករូបលោកអរូបកាមលោករូបលោកអរូបលោកវាគោកត្រៃលក្ខវាមិនមែនបានន័យថាត្រៃលក្ខមិនមានក្នុងត្រៃភូមិទេត្រៃលក្ខមានប៉ុន្តែសត្វលោកនឹងមើលមិនឃើញត្រៃលក្ខទាំងកាមភូមិរូបភូមិអរូបភូមិសត្វលោកទាំងឡាយទាំងពួងនឹងភ្នែកបញ្ញានឹងដែលក្រាស់ទៅដោយធូលីគឺកិលេសមើលអត់ឃើញត្រៃលក្ខដូច្នេះសត្វលោកដែលនៅក្នុងត្រៃលោកទាំងត្រៃលោកនៅក្នុងលោកទាំង3ហ្នឹងវាគោកត្រៃលក្ខដើរអត់ដល់ត្រៃលក្ខសម្លឹងមិនឃើញត្រៃលក្ខដូច្នេះសត្វលោកហ្នឹងសង្សារចៈវិលមិនដល់សង្ឃហ្នឹងគឺវាវិលររឹសរគល់រពីខាងដើមខាងចុងអត់បានវិលទៅរហូតសត្វលោកដេកនៅក្នុងសេចក្តីទុក្ខត្រាំនៅក្នុងសេចក្តីទុក្ខជានិច្ចពីព្រោះអីពីព្រោះក្នុងសន្តាននៃចិត្តហ្នឹងអត់សម្លឹងឃើញដល់ត្រៃលក្ខវាគោកត្រៃលក្ខអាហ្នឹងបុរាណខ្មែរយើងនឹងបញ្ជាក់ច្បាស់អញ្ចឹងណាសរុបសេចក្តីមកវិបយោគទុក្ខវិបយោគទុក្ខគឺប្រត់ប្រាស់នៅអ្វីដែលមិនចង់ឲ្យប្រត់ប្រាស់បាត់បង់នៅអ្វីដែលមិនចង់ឲ្យបាត់បង់នឹងគឺជាសេចក្តីទុក្ខមួយដ៏ធំធេងណាស់ក្នុងជីវិតដែលយើងជួបប្រទះជាហោហែហើយជាចាំបាច់ត្រូវមានវិធីត្រូវមានឧបាយត្រូវមានបញ្ញាយ៉ាងណាដោះស្រាយខ្លួនឯងកុំឲ្យធ្លាក់ចូលក្នុងរណ្ដៅនៃសេចក្តីទុក្ខទៅបានយើងធ្វើទាំងមានសតិមិនយើងមិនប្រព្រឹត្តមិនមានប្រតិកម្មមិនអនុវត្តអ្វីទៅយើងធ្វើតែយើងមានសតិមានបញ្ញាយើងយល់អានេះវាច្បាស់លាស់ជាងដែលយើងមិនយល់ហើយយើងទៅធ្វើយើងមិនយល់ហើយយើងអនុវត្តអញ្ចឹងណាបងខ្ញុំកណាស្មារតីក៏ដោះស្រាយមានប្រមាណប៉ុណ្ណេះណាសូមទានជ្រាបណាកណាសាធុអរគុណយ៉ាងក្រៃលែងដែលកណាកូនចាស់អธิบายនៅក្នុងវិបយោគទុក្ខហើយទុក្ខទី1នេះឈ្មោះសាមបយោគទុក្ខទុក្ខទី2ឈ្មោះវិបយោគទុក្ខនៅក្នុងពេលនេះហើយយ៉ាងពិរោះនៅក្នុងអត្តន័យសេចក្តីហ្នឹងអញ្ចឹងខ្ញុំកណាចង់ឲ្យកូនចាស់ជួយវិភាគនៅក្នុងដំណើរជីវិតរបស់ព្រះបរមពុរិស័ទដែលលោកបប្រតិបត្តិចំពោះមរណទុក្ខនេះយ៉ាងណាខ្លះដែរគណៈកូនចាស់សិក្សាស្រាវជ្រាវប្រវត្តិព្រះបរមពុរិស័ទមុនមកយល់ថាលោកមាននៃការប្រត់ប្រាស់នៅរបស់ដែលជាទីស្រឡាញ់ពេញចិត្តឬក៏ថាចង់បានរបស់ដែលជាទីស្រឡាញ់ពេញចិត្តនឹងវាមិនបានវាសិតសឹងតែជាទុក្ខតើដំណើរជីវិតរបស់ព្រះបរមពុរិស័ទនឹងលោកបប្រតិបត្តិយ៉ាងណានៅក្នុងវិធីសាស្ត្រដែលជួបប្រទះនៅមរណទុក្ខនឹងសូមរតនានិមន្តណាគុណាគឺជាការពិតណាស់យើងគួរសិក្សាថាមនុស្សក្នុងសង្គមមានច្រើនប្រភេទស្មារតីសម្លើកជាចំណែកទី1គឺជួបសេចក្តីទុក្ខព្រោះស្លាប់មរណទុក្ខជួបនៅមរណទុក្ខហើយមានមរណទុក្ខជាហេតុហើយរំពើបញាប់ញ័រភ័យតក់ស្លុតនឹងមួយបែបនៅក្នុងសង្គមមានអញ្ចឹងអ្នកខ្លះជួបសេចក្តីទុក្ខឃើញតែសេចក្តីស្លាប់មកដល់ធ្វើអីអត់កើតទេអស់ដៃអស់ជើងធ្វើអីអត់កើតតក់ស្លុតភ័យយ៉ាងនេះយ៉ាងនោះគិតឃើញតែរឿងអកុសលរឿងវិបត្តិផ្សេងតែម្យ៉ាងបាត់បង់សតិបាត់បង់សម្បជញ្ញៈនេះមួយបែបនៅក្នុងសង្គមមួយទៀតសម្លឹងឃើញនៅមរណទុក្ខហើយបង្កើតនៅឧបាទានសម្រាប់ខ្លួនជីវិតបច្ចុប្បន្នដែលមិនតាន់ស្លាប់នេះក៏មានក្នុងសង្គមអ្នកដែលគិតថាសេចក្តីស្លាប់ជីវិតគង់តែស្លាប់ដូច្នេះជីវិតដែលនៅរស់នេះត្រូវស៊ីឲ្យឆ្អែតស្វែងរកឲ្យវាពេញពោះបរិភោគឲ្យវាសបាយរីករាយរស់នៅក្នុងសង្គមឲ្យវាសបាយក្រោយពីស្លាប់ទៅវាទៅណាក៏ទៅចុះអានេះជាទស្សនៈមួយយ៉ាងដែរដែលឃើញនៅសេចក្តីស្លាប់មកជាអារម្មណ៍ជាហេតុហើយវាទៅជាបង្កើតឧបាទាននៅក្នុងជីវិតក្រៃលែងឡើងនេះក្នុងសង្គមនឹងគឺអញ្ចឹងមានច្រើនក្រាស់ក្រែដឹងតែក្រោយពីស្លាប់វាមិនដឹងទៅណាដូច្នេះមុននឹងស្លាប់ត្រូវធ្វើអ្វីឲ្យវាឆ្អែតសម្រាប់ជីវិតសិនឲ្យវាសប្បាយសម្រាប់ជីវិតឲ្យសុខវេទនាវាពេញលេញក្រោយពីស្លាប់ទៅជារឿងទៅមុខទៀតចុះអាហ្នឹងមួយបែបក្នុងសង្គមតែសម្រាប់ព្រះពោធិសត្វទាំងឡាយបណ្ឌិតសប្បុរសទាំងឡាយអត់អញ្ចឹងទេមាននៅសេចក្តីស្លាប់ជាហេតុ
ហៅថាមរណានុសតិរលឹកដល់សេចក្តីស្លាប់មរណៈជាហេតុតែធ្វើឲ្យខ្លួនឯងភ្ញាក់រលឹករហូតក្នុងជីវិតមានប្រពន្ធមានកូនពយល់មិនហួងហែងរហូតដល់ឧបាទានទេធ្វើនេតិកតបកិច្ចក្នុងនាមជាប្តីក្នុងនាមជាបិតានិងពេញលេញល្អហើយធ្វើប្រយោជន៍ឲ្យដល់ខ្លួនឯងព្យាយាមធ្វើប្រយោជន៍ឲ្យដល់អ្នកដទៃព្យាយាមសាងអ្វីដែលមិនតាន់សាងពីព្រោះដឹងថាបន្តិចទេវាស្លាប់អស់ពេលត្រូវធ្វើអស់ពេលត្រូវធ្វើបដិបត្តិនៅអ្វីដែលមិនតាន់បដិបត្តិចម្រើននៅអ្វីដែលមិនតាន់ចម្រើននេះជានិស្ស័យរបស់ព្រះពោធិសត្វជានិស្ស័យរបស់ព្រះពោធិសត្វទាំងឡាយអានេះក្នុងនាមជាពុទ្ធសាសនិកជនយើងត្រូវដើរតាមលំអានរបស់ព្រះពោធិសត្វព្រះសម្មាសម្ពុទ្ធជាម្ចាស់ទាំងឡាយយើងមិនតក់ស្លុតមិនភ័យខ្លាចអីទេយើងត្រូវហ្វឹកហាត់ខ្លួនយើងឲ្យសមរម្យហើយទន្ទឹមនឹងជួបសេចក្តីទុក្ខព្រោះសេចក្តីស្លាប់យើងអាចបដូរមកជាប្រយោជន៍បានយើងមានសេចក្តីទុក្ខនឹងឯងមកជាអារម្មណ៍ហើយយើងសាងប្រយោជន៍បាននៅក្នុងសង្គមបានយើងសាងប្រយោជន៍យើងបានឲ្យទានដែលយើងមិនតាន់មានយើងប្រឹងធ្វើសិលដែលយើងមិនតាន់មានយើងប្រឹងធ្វើភាវនាដែលយើងមិនតាន់មានយើងប្រឹងធ្វើយើងចម្រាញ់អ្វីដែលយើងមិនតាន់ធ្វើឲ្យវាមានកុសលធម៌ដែលមិនតាន់ចម្រើនឲ្យច្រើនយើងត្រូវចម្រើនឲ្យវាច្រើននៅក្នុងជីវិតដែលវាមិនតាន់ស្លាប់ដូច្នេះមរណានុសតិនេះវាជាគ្រឿងដាស់តឿនមួយវាដូចជាអន្លូងដែលទូងក្នុងភាសាប្រគុណចាស់ទូងអន្លូងទូងស្គរពេលព្រឹកពេលល្ងាចជាសញ្ញាបញ្ជាក់ដល់ម៉ោងត្រូវធ្វើនៅកិច្ចដែលត្រូវធ្វើរបស់សង្ឃចុះថ្វាយបង្គំព្រះដល់ម៉ោងត្រូវចម្រើននៅសតិដល់ម៉ោងត្រូវចម្រើននៅកម្មដ្ឋានដល់ម៉ោងត្រូវបដិបត្តិអ្វីអន្លូងស្គរវាជានិមិត្តជាគ្រឿងសម្គាល់ដាស់តឿនសតិអន្លូងរគាំងនឹងវាជាសញ្ញាដាស់តឿនសតិក្រើនរំលឹកសតិយ៉ាងណាមរណានុសតិសេចក្តីស្លាប់ហ្នឹងមរណៈទុក្ខហ្នឹងវាជាគ្រឿងដាស់តឿនសតិរបស់មនុស្សដែលនៅរស់ឲ្យដឹងថាវាបន្តិចទៀតណាឧទាហរណ៍ថាអាយុ90អាយុ80អាយុ70ហ្នឹងគំនុះកន្លែងហ្នឹងវាជាសញ្ញាមួយវាជានិមិត្តមួយវាទូងឲ្យយើងឃើញឲ្យយើងដឹងអ្នកដតីដែលស្លាប់អ្នកដតីដែលបាត់បង់ជីវិតទៅក៏ជាអន្លូងជាគ្រឿងសម្គាល់ជានិមិត្តរូបមួយបញ្ជាក់ថាហ្នឹងយើងវាត្រូវតែអញ្ចឹងអ្វីដែលយើងនៅសល់ដែលយើងនៅរស់យើងត្រូវប្រឹងយើងសាងគេសាងសេចក្តីល្អប៉ុណ្ណឹងគេស្រាប់ទៅយើងដែលនៅរស់យើងគួរតែសាងឲ្យវាច្រើនជាងនឹងបានទេយើងត្រូវសាងយើងត្រូវធ្វើអញ្ចឹងគេដែលស្លាប់ទៅគេមិនបានសាងសេចក្តីល្អដូច្នេះយើងនៅរស់យើងត្រូវសាងសេចក្តីល្អនេះយកគេយកសេចក្តីស្លាប់យកមរណៈសេចក្តីស្លាប់កន្លែងហ្នឹងមកជានិមិត្តរូបមកជាគ្រឿងសម្គាល់មកជាអន្លូងដាស់តឿនសតិឲ្យយើងនឹងឯងធ្វើសេចក្តីល្អឲ្យបានច្រើនមិនមែនដូចជាចូលឆ្នាំចូលអីតាមពិតទៅជាពិធីកម្មមួយខាងក្រៅឬក៏បុណ្យខួបកំណើតថ្ងៃខួបកំណើតអ្វីផ្សេងតែរឿងសំខាន់យើងត្រូវមើលឲ្យល្អិតទៅទៀតវាជានិមិត្តរូបជាអន្លូងមួយសម្រាប់បញ្ជាក់ថានឹងក្រិតក្រមរបស់ជីវិតវាដើរដល់ចំណុចនេះហើយវាអស់មកដល់ចំណុចនេះហើយពេលវេលាវាដើរមកដល់ចំណុចនេះហើយនាឡិកាជីវិតហ្នឹងវារុញមកដល់ចំណុចនេះហើយវាជាគ្រឿងដាស់តឿនសតិរបស់មនុស្សវាមិនមែនជាគ្រឿងត្រូវសបាយថាអូថ្ងៃខួបកំណើតអូថ្ងៃចូលឆ្នាំអូអ្វីយ៉ាងនេះយ៉ាងនោះដោយសភាវៈពិតណាដែលសភាវៈពិតរបស់ជីវិតហ្នឹងគឺវាមិនមែនត្រូវសបាយទេអានេះនិយាយពីធម្មជាតិពិតមិនមែននិយាយពីរឿងសន្មត់លោកសច្ចៈអីទេនិយាយដោយសភាវៈពិតគឺវាត្រូវអញ្ចឹងវាត្រូវតែប្រឹងប្រែងព្យាយាមជួយសាងប្រយោជន៍សាងសេចក្តីល្អហ្វឹកហាត់ខ្លួនឯងប្រយោជន៍ណាដែលខ្លួនឯងមិនតាន់មានត្រូវធ្វើមកជាអត្តតថប្រយោជន៍ប្រយោជន៍ណាដែលសង្គមមិនតាន់ទទួលយើងត្រូវជួយសង្គមនេះជាបរតថប្រយោជន៍វាត្រូវតែសាងវាត្រូវតែជួយអញ្ចឹងអានឹងវាសំរុំដោយរឿងធម្មជាតិគឺវាអញ្ចឹងធម្មជាតិបង្កើតមកយ៉ាងណាពេលវេលាយ៉ាងណាជីវិតរស់នៅយ៉ាងណាគឺវាសំស្របទៅនឹងធម្មជាតិវាអត់បញ្ច្រាស់ជើងវាអត់បញ្ច្រាស់ទិសដើរដំណើរជីវិតរស់នៅវាអត់បញ្ច្រាស់ទិសគឺវានៅយ៉ាងសំរុំទៅតាមធម្មជាតិនឹងគឺអញ្ចឹងណាខ្ញុំកណាដោះស្រាយមានប្រមាណប៉ុណ្ណេះសូមកណាគុណចាស់ទានជ្រាបណាកណាសាធុសូមអរគុណគុណចាស់វិសុទ្ធមគ្គដែលបានអធិប្បាយនៅក្នុងសេចក្តីទុក្ខទាំងពីរប្រការនៅក្នុងថ្ងៃនេះណាចំពោះសេចក្តីទុក្ខនេះគណៈគុណចាស់គ្រប់ព្រះអង្គញាតិប្រុសស្រីគ្រប់គ្នាទាំងអស់បានសិក្សាជ្រាវជ្រាបយ៉ាងច្បាស់ហើយមានច្រើនយ៉ាងច្រើនប្រការណាស់ក៏ប៉ុន្តែស្រីដោយពេលវេលាឱកាសនេះខ្ញុំគណៈសមាភិបទាំងពីរព្រះអង្គលើកនៅសេចក្តីទុក្ខនេះតែពី
ប្រការទេប្រការ3ប្រយោគកតុកប្រការទី2វប្រយោគកតុកដែលតកតងត្រូវជាមួយនឹងសង្គមសពថ្ងៃយើងនេះគណៈកូនចាស់ក៏ព្រះអង្គញញឹតប្រស្រីគ្រប់គ្នាទាំងអស់ដែលជួបប្រទះជារៀងរាល់ថ្ងៃធម៌ណែឯងគឺជាធម៌ដែលជាមួយនឹងយើងជារៀងរាល់ថ្ងៃហ្នឹងហើយក្នុងថ្ងៃនេះក៏ជាថ្ងៃដែលកម្មវិធីសាមគ្គីធម៌យើងផ្សព្វផ្សាយពធណាពីក្រៅប្រទេសចូលទៅកាន់ប្រទេសខ្មែរយើងហើយខាងក្រមសាមគ្គីធម៌យើងដែលជាសាមណនិស្សិតក្តីញោមញាតប្រុសស្រីគ្រប់គ្នាទាំងអស់នៅខាងក្នុងប្រទេសក្រៅប្រទេសក៏អាចដើម្បីនិមន្តនឹងឡើងថ្វាយនៅព្រះរាជកុសលដល់ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុដែលជាព្រះមហាវីរក្សត្ររបស់យើងសោយទីបង្គត់នឹងក៏អាចដើម្បីនិមន្តនឹងអញ្ជើញថ្វាយព្រះរាជកុសលណាហើយខ្ញុំណាឃើញគណៈគុណចាស់ដែលជាប្រគ្រូចតិកានៅប្រទេសឥណ្ឌាណាគុណចាស់ទេវុធីណានិមន្តប្រគេនថ្វាយនៅព្រះរាជកុសលដល់សម្ដេចណាព្រះនរោត្តមសីហនុឬក៏ញញៀតប្រស្រីគ្រប់គ្នាទាំងអស់មួយអ្នក2នាទីទៅបើជាការតំណាងនៃខ្មែរយើងដែលបានដឹងតំណែងនឹងហើយក៏បានជល់ជ្រួលជ្រាបអីយ៉ាងណាខ្លះហើយជាឱកាសល្អសម្រាប់យើងអ្នកនៅក្រៅប្រទេសទាំងក្នុងប្រទេសនោះផងដែរសូមអញ្ជើញបងបាសិកាវជ្ជរាហើយនិងញោមបាសិកានណ្ណដាបងគណៈសាធុលោកម្ចាស់ខ្ញុំប្រកាសណានាងខ្ញុំឧបាសិកាវជ្ជរានៅរដ្ឋ Virginia សហរដ្ឋអាមេរិកព្រមទាំងក្រុមសមាជិកនិងពុទ្ធបរិស័ទវត្តសាមគ្គីធម៌សូមសម្ដែងនៅសមានចិត្តចំពោះការសោយទីវង្គតរបស់ព្រះករុណាព្រះវររាជបិតាព្រះបាទនរោត្តមសីហនុយើងខ្ញុំសូមថ្វាយនៅការចូលរួមរំលែកព្រះបរមមរណទុក្ខចំពោះព្រះមហាក្សត្រនរោត្តមសីហមុនីសមាជិកព្រះរាជវង្សានុវង្សនិងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅអារម្មណ៍ក្តុកក្តួលចំពោះការបាត់បង់ដ៏ធំធេងនេះគុណាពានសូមអរព្រគុណខ្ញុំប្រកាសណានាងខ្ញុំឆនដាសូមលៀងចេញពីសហរដ្ឋអាមេរិកសូមអង្គកាយថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមគោរពពុទ្ធបរិស័ទគ្រប់គ្នាផងដែរដែលមានប្រវត្តិមាននិងវត្តមាននៅក្នុងបន្ទប់ព្រះធម៌ CBP និងតាមគេហដ្ឋាននានាដែលបានឮសំនៀងព្រះធម៌ក្នុងពេលនេះដោយមហាកុសលដែលមាននៅក្នុងសន្តាននៅពេលប្រជុំបិណ្ឌនេះខ្ញុំប្រកាសណានាងខ្ញុំសូមថ្វាយព្រះរាជកុសលចំពោះព្រះសម្ដេចតាសូមឲ្យព្រះអង្គបានដល់នៅសុគតិភពសូមអរព្រគុណសូមថ្វាយបង្គំលានិងសូមគោរពជម្រាបលាសាធុបសាធុណាភាសាប្របីយ៉ាងក្រៃលែងចំពោះក្រុមសាមគ្គីធម៌ដែលខាងញោមញាតយើងនៅសហរដ្ឋអាមេរិកហើយសូមរតនាគណៈគុណចាស់គ្រប់ព្រះអង្គទាំងអស់ណាដែលជាក្រុមសាមគ្គីធម៌យើងណាក្នុងមួយព្រះអង្គទៀតណាសល់ប្រហែលនាទីទេខាងវិទ្យុនៅរាជធានីភ្នំពេញណាសូមឆ្លើយប្រាប់ផងបងសល់ប្រហែលនាទីទៀតកូនចាស់
ទេពវុធីណាតំណាងសាមណនិស្សិតនៅប្រទេសឥណ្ឌាណា4កណាអរគុណអញ្ចឹងបាន2ព្រះអង្គទៀតណាមានទៀតទេណាណាកណាគុណចាស់វិសុទ្ធមៈណាអញ្ចឹងសូមរតនានិមន្តណាសូមអរគុណសូមខ្ញុំកណាអាត្មាភាពនៅក្នុងបន្ទប់ធម៌នៅក្នុងប្រទេសថៃបាងកកនៅនេះណាគុណចាស់ច្រើនព្រះអង្គណារួបរวมគ្នាដែលជាសាមណនិស្សិតនៅខាងមហាមកុដរាជវិទ្យាល័យនេះព្រះអង្គបានរួបរวมគ្នាច្រើនជិត100អង្គដែរលោកធ្វើបុណ្យថ្វាយព្រះរាជកុសលថ្វាយដល់សម្ដេចតាណាហើយធ្វើ7ថ្ងៃណាសូមកន្លែងនៅក្នុងមហាវិទ្យាល័យគេនឹងគេឲ្យធ្វើបាន7ថ្ងៃណាដំបូងធ្វើមួយថ្ងៃដល់គេថាធ្វើមួយថ្ងៃវាមិនសមឲ្យធ្វើ7ថ្ងៃទៅក៏រួបរวมគ្នាធ្វើទៅក៏ចូលលុយចូលកាក់ជួយគ្នាណាក៏7ថ្ងៃចាប់ពីថ្ងៃច័ន្ទរហូតទៅដល់ថ្ងៃថ្ងៃច័ន្ទមុខនេះណានឹងក៏ណាខ្ញុំកណាអាត្មាភាពក៏ជាតំណាងសូមប្រម៉ែប្រមូលបុណ្យកុសលគ្រប់បែបគ្រប់យ៉ាងទាំងធម្មទាននិងមីសទានដែលបានបួសបានសិក្សារៀនសូត្រពីអតីតដល់បច្ចុប្បន្នគ្រប់បែបគ្រប់យ៉ាងទានសិលភាវនាសមាធិបញ្ញាគ្រប់បែបគ្រប់យ៉ាងនេះសូមថ្វាយព្រះរាជកុសលថ្វាយចំពោះសម្ដេចតាសូមព្រះអង្គបានទទួលព្រះរាជកុសលពីខ្ញុំប្រកាសណាអាត្មាភាពមកលើដោយព្រះសង្ឃគ្រប់ព្រះអង្គដែលបានបំពេញព្រះរាជកុសលថ្វាយនៅក្នុងឱកាសនេះសូមបានជាពលវៈបច្ច័យនៃសេចក្តីសុខសូមព្រះអង្គបានទៅកាន់ភពភូមិដ៏សុខសំរុំសុគតិបានជាទីមលុបរបស់ពុទ្ធបរិស័ទជាបុរដ្ឋរស់រៀនមានជីវិតយ៉ាងសុខសន្តិភាពតទៅណាសូមអនុមោទនាណាកណាសាធុសូមអរគុណយ៉ាងក្រៃលែងកណាគុណចាស់វិសុទ្ធមៈតំណាងសាមណនិស្សិតនៅប្រទេសថៃក៏មានប្រពកម្មវិធី7ថ្ងៃផងដែរហើយឥឡូវនេះក៏ឃើញតាពេលវេលាសមគួរដែលនឹងត្រូវបញ្ចប់នៅកម្មវិធីសម្ដែងពធដែលថ្ងៃនេះយោងទៅតាមកម្មវិធីណាសាមគ្គីធម៌របស់យើងនេះក៏មានការចូលរួមចំណែកในការកាន់ទុកហើយក៏ថ្វាយនៅព្រះរាជកុសលទាំងឡាយផ្សេងដែលកើតឡើងពីពុទ្ធបរិស័ទខេមរៈជាតិយើងហើយឥឡូវនេះឃើញគណៈគុណចាស់ទេវវុធីដែលជាប្រគ្រូចតិកានៅប្រទេសឥណ្ឌាឆ្ងាយដែរមិនបានមកកាន់ប្រទេសខ្មែរយើងទេមានតែថ្វាយនៅព្រះរាជកុសលតាមវិសុណាយើងវិសុយើងហើយនិងវិសុមេឃានៅខេត្តសៀមរាបណាចូលទៅកាន់ប្រទេសខ្មែរយើងសូមរតនានិមន្តណាជាបឋមខ្ញុំប្រកាសណាមថ្វាយបង្គំចំពោះហើយរីករាសពកាលទាំងពួងខ្ញុំប្រកាសណាអាត្មាភាពភិក្ខុជាសីតឡោទេវុធីតំណាងឲ្យព្រះសង្ឃដែលជាសាមណនិស្សិតស្ថានឯករាជ្យទូតនៅក្នុងសាធារណរដ្ឋឥណ្ឌាសូមសម្ដែងនៅការចូលរួមសោកស្ដាយចំពោះការសោយទីមង្គលរបស់សម្ដេចព្រះនរោត្តមសីហនុសូមថ្វាយរាជកុសលគ្រប់បែបយ៉ាងដែលខ្ញុំករុណាអាត្មាភាពគ្រប់ព្រះអង្គនៅទីនេះថ្វាយរាជកុសលនេះចំពោះសម្ដេចម្ចាស់សូមសម្ដេចបានទទួលនៅមហកុសលនិងសេចក្តីសុខគ្រប់បែបយ៉ាងនៅក្នុងសុគតិភពពីខ្ញុំប្រកាសឡាភាពដោយសេចក្តីជ្រះថ្លាពីដែនដីអូមសាមគ្គីធម៌ CBP សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តតាមដានស្ដាប់និងចូលរួមឧបត្ថម្ភដល់កម្មវិធីរបស់យើងខ្ញុំទាំងអស់គ្នាសូមប្រគេនពរ
នឹងជូនពរចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានសូមបានជួបប្រទះក្នុងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមអនុមោទនា